មុខស្គាល់ចំណុចកណ្ដាលនៃទីក្រុងយសោធរៈដែលបានសាងឡើងដោយព្រះបាទយសោវរ្ម័នទី1បាទសូមបងប្អូនជួយចុច Subscribe ដើម្បីបានវីដេអូជាបន្តទាក់ទងទៅនឹងវត្តអារាមប្រពៃណីវប្បធម៌និងទេសចរណ៍ផងដែរបាទដើម្បីមកដល់ចំណុចកណ្ដាលនៃទីក្រុងយសោធរៈដែលយើងហៅថាភ្នំបាខែងឬប្រាសាទភ្នំបាខែងដែលមានចម្ងាយឆ្ងាយពីទីក្រុងសៀមរាបប្រមាណជា8គីឡូឆ្ពោះមកប្រាសាទអង្គរវត្តហួសប្រាសាទអង្គរវត្តប្រមាណ1គីឡូនៅខាងឆ្វេងដៃនឹងមកដល់ភ្នំបាខែងឬប្រាសាទបាខែងជាមិនខានបាទនេះគឺជាគំនូរផែនទីដែលយើងត្រូវធ្វើដំណើរដោយថ្មើរជើងដើម្បីឡើងទៅកំពូលភ្នំបាខែងនិងឡើងទៅប្រាសាទភ្នំបាខែងដែលមានចម្ងាយប្រមាណជា700ម៉ែត្របាទថ្ងៃនេះមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិឡើងទៅភ្នំបាខែងដើម្បីមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅជិតពាក់កណ្ដាលផ្លូវមានកន្លែងមើលនៅកំពូលប្រាសាទបក្សីចាំក្រុងដែលជាប្រាសាទដ៏តូចច្រឡឹងស្រស់ស្អាតគួរឲ្យគួយគុណពេចររមិលមើលមិនដាច់ពីកន្ទុយភ្នែកប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី10បន្ទាប់ពីប្រាសាទភ្នំបាខែងត្រូវបានបញ្ចប់ទៅដល់ព្រះសិវៈត្រូវបានរំលឹកដល់ការចងចាំរបស់ព្រះបាទយសោវរ្ម័នដោយព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមព្រះបាទហសវរ្ម័នទី1និងត្រូវបានជួសជុលឡើងវិញនៅក្នុងឆ្នាំ944ដល់ឆ្នាំ968ក្នុងរាជ្យព្រះបាទជេន្ទ្រវរ្ម័នទី2បាទយើងដើរតាមផ្លូវដើម្បីឡើងទៅភ្នំបាខែងឬប្រាសាទភ្នំបាខែងនេះគឺជាកន្លែងទី2ដែលអាចមើលឃើញនៅថ្ងៃលិចនិងបារាយទឹកថ្លាផងដែរបាទនេះក៏ជាកន្លែងទី3ដែលយើងអាចឈរពីលើហើយមើលទៅឃើញថ្ងៃលិចនិងបារាយទឹកថ្លាដ៏ស្រស់ស្អាតបាទក្នុងគណៈកំពុងតែធ្វើដំណើរឡើងទៅលើភ្នំបាខែង Channel វត្តអារម្មណ៍ទូសូមគោរពអនុញ្ញាតរំលេចនៅរឿងទាក់ទងទៅនឹងក្រុងយសោធរៈដែលមានចំណុចកណ្ដាលនៅត្រង់ភ្នំបាខែងនិងមានភ្នំបូកនៅខាងទិសឦសានខាងជើងឈៀងខាងកើតនៃភ្នំបាខែងនិងមានភ្នំក្រោមនៃទិសនិរតីខាងត្បូងជាប់នឹងបឹងទន្លេសាបដែលមានរាងត្រីកោណមាសនៃអរិយធម៌អង្គរដ៏រុងរឿងបើធ្វើដំណើរមកដល់កំពូលភ្នំបាខែងយើងអាចមើលនៅទិដ្ឋភាពនៅភ្នំបូកនៅបារាយទឹកថ្លាដែលប្រជាពលរដ្ឋរស់នៅភ្នំក្រោមនិងកំពូលប្រាសាទអង្គរវត្តផងដែរ
នេះគឺជាប្របាទជាន់ទុកដែលបានឆ្លាក់ដំកល់ទុកនៅកន្លែងខាងមុខនៃប្រាសាទភ្នំបាខែងសូមបញ្ជាក់ផងដែរថាព្រះបាទជាន់ទុកដែលបានឆ្លាក់ទុកនេះចំនួន3កន្លែងគឺនៅភ្នំបាខែងភ្នំគូលែននិងភ្នំសន្ទុកដែលជានិមិត្តរូបនៃការប្រឌិដ្ឋស្ថានព្រះបាទជាន់ទុកនៅក្នុងស្ថានទាំង3ដូចជានៅលើភ្នំសន្ទុកនៅឋានបាតាលនៅលើភ្នំបាខែងតំណាងឲ្យព្រះបាទជាន់ទុកឋានមនុស្សនៅលើភ្នំគូលែនតំណាងឲ្យព្រះបាទជាន់ទុកស្ថានទេវលោកបាទសូមជម្រាបជូនប្រវត្តិសង្ខេបទាក់ទងទៅនឹងប្រាសាទភ្នំបាខែងតាមសិលាចារឹកស្ដុកកក់ធំ K235 ប្រាសាទភ្នំបាខែងកសាងនៅចុងសតវត្សទី9ដើមសតវត្សទី10នៅក្នុងឆ្នាំ889ដល់ឆ្នាំ910នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទយសោវរ្ម័នទី1ប្រាសាទភ្នំបាខែងមានកំពូលចំនួន109មានប្រាង្គចំនួន108ប្រាង្គធំចំនួន12តំណាងឲ្យសពទាំង12នៃឆ្នាំប្រាង្គ108តំណាងឲ្យនិមិត្តសញ្ញាចន្លោះពេលតាមចន្ទគតិចំនួនទាំង4ដែលមានរយៈពេល23ថ្ងៃយើងអាចមើលឃើញចំនួន33ប្រាង្គតំណាងឲ្យទេវៈ33ក្នុងសាសនាព្រាហ្មណ៍សាសនាប្រាសាទនេះឈ្មោះដើមថាស្រីយសោរេស្វរៈមានន័យថាមាសប្រកបដោយមង្គលភាពល្បីល្បាញនៃភាពស្រស់ផូរផង់សំដៅទៅលើព្រះសិវៈនោះឯងបាទដោយសារប្រាសាទភ្នំបាខែងនេះគឺជាចំណុចកណ្ដាលនៃទីក្រុងយសោធពរៈដូច្នេះ Channel វត្តអារាមធัวសូមធ្វើការប្រៀបធៀបនៅភ្នំទាំង3ដូចតទៅនិយាយអំពីចម្ងាយពីក្រុងសៀមរាបចំពោះភ្នំបាខែងប្រមាណជា8គីឡូភ្នំក្រោមប្រមាណជា13គីឡូភ្នំបូកប្រមាណជា20គីឡូម៉ែត្រកម្ពស់នៃភ្នំសម្រាប់ភ្នំបាខែងកម្ពស់ប្រមាណជា65ម៉ែត្រភ្នំក្រោមប្រមាណជា145ម៉ែត្រនិងភ្នំបូកប្រមាណជា235ម៉ែត្រសម្រាប់វត្តព្រះពុទ្ធសាសនាថេរវាទភ្នំទាំង3សម្រាប់ភ្នំក្រោមមានវត្តនៅលើខ្នងភ្នំនិងភ្នំបូកមានវត្តនៅចម្រាក់ភ្នំនិងមានព្រះវិហារមួយដ៏ចំណាស់នៅលើកំពូលភ្នំសម្រាប់ភ្នំបាខែងពុំមានវត្តទាក់ទងទៅនឹងព្រះពុទ្ធសាសនានោះទេចំពោះប្រាសាទបុរាណមានទាំង3ភ្នំគឺភ្នំក្រោមនិងភ្នំបាខែងព្រមទាំងភ្នំបូកដែលត្រូវបានកសាងដោយព្រះបាទយសោវរ្ម័នទី1ទាំង3ប្រាសាទបាទសម្រាប់ចម្ងាយពីភ្នំបាខែងទៅភ្នំក្រោមប្រមាណជា16គីឡូពីភ្នំបាខែងទៅភ្នំបូកចម្ងាយប្រមាណជា14គីឡូកុំភ្លេចជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តទាក់ទងទៅនឹងវត្តវាអារាមប្រពៃណីវប្បធម៌និងទេសចរណ៍ផងដែរមកបញ្ចងដឹងព័ត៌មានលម្អិតទាក់ទងទៅនឹងភ្នំបូកនិងភ្នំក្រោមសូមចូលទៅកាន់ Channel វត្តអារាមធัวបាទសូមបញ្ជាក់ផងដែរថាសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចូលចិត្តមើលថ្ងៃលិចនៅសៀមរាបកន្លែងភ្នំបាខែងនេះហើយតែជាកន្លែងពេញនិយមបាទ Channel វត្តអារាមធัวខុសត្រូវដោយប្រការណាសូមមេត្តាខន្តីអភ័យទោសសូមអរគុណនិងអរព្រគុណ